ថ្ងៃនេះធ្វើភ្លាសាច់គោញ៉ាំបងប្អូនរសជាតិឆ្ងាញ់ណាទៅធ្វើញ៉ាំជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនមកប្រឡាក់សាច់គោដាក់ជាតិសាប់ប្រៃឡំទៅយកទៅធ្វើឡាបសាច់គោនេះអាំងធ្វើឡាបសាច់គោប្រេងខ្យងដាក់កន្លះស្លាបបាយហើយនឹងម្សៅស៊ុបមាន់មកស្លាបបាយបងប្អូនដាក់បន្តិចចឹងទៅប្រឡាក់វាទុក 4-5 នាទីទៅចាំយើងយកអាំងហើយយើងយកទៅហាន់ធ្វើឡាបសាច់គោចឹងណាបងប្អូននេះគ្រឿងយើងដាក់ជាមួយឡាបបងប្អូនមានខ្ញុំអត់មានខ្ទឹមក្រហមប៉ុន្តែមានខ្ទឹមប្រាំងក្រហមចឹងហើយស្លឹកខ្ទឹមជីមីននេះហើយនឹងជីវ៉ាន់ស៊ុយហើយនឹងក្រូចឆ្មាអង្ករលីងបងប្អូនអង្ករលីងនេះបងប្អូនលីងទុកទៅរាងសទៅតែថែខ្ញុំត្រូវលីងវាថែមតិចទៀតហើយសាច់គោនេះវិញយើងប្រឡាក់បាន 4-5 នាទីហើយឥឡូវនេះខ្ញុំចាប់ផ្ដើមយកទៅចៀនហើយដល់ខ្ញុំកំពុងតែចៀនសាច់គោដល់ពេលយើងយកទៅហាន់ដាក់គ្រឿងត្រូវធ្វើឡាបញ៉ាំបងប្អូនអត់ទៅនៅមកតិចម្ដងហើយកន្លែងខ្ញុំលាយនេះវិញបងប្អូនអាចបានថតបង្ហាញជូនបងប្អូនទេមកពីនាំគ្នាឃ្លាននៅធ្វើបញ្ញាបាត់បានថតហើយគ្រឿងក្រៅខ្ញុំថែមមានតែទឹកត្រី2ស្លាបបាយហើយនឹងម្សៅស៊ុបមាន់1ស្លាបបាយប៊ីចេង1ស្លាបបាយហើយនឹងក្រូចឆ្មាដាក់តាមការចូលចិត្តជូរហើយនឹងម្ទេសខ្ញុំដាក់ខាងក្រៅបងប្អូនឥឡូវនេះជាចុងក្រោយដាក់អង្ករលីងយើងអាចយកទៅញ៉ាំបានហើយបងប្អូន